រឿងតុនសាយនឹងតោមានសត្វតោមួយកំពុងមិនសប្បាយចិត្តក្នុងការស្វែងរកចំណីអាហារវាបានហៅពពួកសត្វទាំងអស់ហើយបានដាក់បញ្ជាថាជារៀងរាល់ថ្ងៃមានម្នាក់ក្នុងចំណោមអ្នកទាំងអស់គ្នាត្រូវតែមកដោយខ្លួនឯងជាចំណីរបស់យើងសត្វទាំងអស់ចាប់ដើមគោរពតាមបទបញ្ជានេះវាជាថ្ងៃដល់វេនរបស់សត្វទន្សាយដែលត្រូវទៅឲ្យតោស៊ីទន្សាយបានកើតទុក្ខយ៉ាងខ្លាំងខណៈដែលវាកំពុងដើរទៅរោងរបស់តោវាបានដើរកាត់អណ្ដូងចាស់មួយវាបានអើតមើលអណ្ដូងនោះវាជ្រៅខ្លាំងណាស់ហើយគ្រោះថ្នាក់ទៀតផងវាមានគម្រោងការនៅក្នុងចិត្តរបស់វាមួយតោខឹងខ្លាំងណាស់មិនឃើញមានសត្វណាមួយមកសោះនៅថ្ងៃនោះសត្វទន្សាយបានមកកាន់សត្វតោយឺតតោបានស្រែកខ្លាំងថាហេតុអ្វីបានជាឯងមកយឺតទន្សាយបានឆ្លើយយ៉ាងសុភាពថានៅតាមផ្លូវរបស់ខ្ញុំមានសត្វតោមួយទៀតបានដេញតាមខ្ញុំកិច្ចរួចខ្លួនទាំងពិបាកដើម្បីទុកជីវិតឲ្យលោកម្ចាស់តោពេញចិត្តនឹងសត្វទន្សាយនេះណាស់ប៉ុន្តែការគិតទៅដល់សត្វតោមួយទៀតដែលនៅក្នុងព្រៃធ្វើឲ្យវាខឹងតោបានស្រែកសួរថាតើឯងដឹងថាវារស់នៅឯណាទេទន្សាយឆ្លើយថាបាទខ្ញុំដឹងមកតាមខ្ញុំមកទន្សាយបាននាំតោទៅកាន់អណ្ដូងចាស់នោះវានិយាយថាលោកម្ចាស់តោនោះរស់នៅក្នុងអណ្ដូងនេះតោបានលបមើលក្នុងអណ្ដូងនោះវាបានច្រឡំស្រមោលរបស់វាថាជាតោផ្សេងទៀតវាបានស្រែកខ្លាំងហើយស្រាប់តែមានសំឡេងឡងមកវិញវាបានគិតថាតោមួយទៀតនោះបានកំពុងស្រែកដែរហើយវាក៏បានលោតចូលទៅក្នុងអណ្ដូងនោះតោនោះក៏បានស្លាប់បាត់ទៅគំនិតអប់រំកុំដាក់ស្លុតចំពោះបញ្ហាត្រូវតែស្វែងរកដំណោះស្រាយ